សួស្តីក៏ដូចជាស្វាគមន៍ទៅកាន់ប្រិមិត្តខ្ញុំឡូថ្ងៃនេះជាមកបន្តនៅរឿង3ជើងបន្តទៀតដែលត្រូវជារឿង Magic Maker ក៏ប៉ុន្តែមុននឹងចូលទៅកាន់ភាពបន្តប្រសិនបើចូលចិត្តទៅលើការសម្រាយឬមួយក៏ចូលចិត្តទៅលើរឿងដែលខ្ញុំកំពុងតែសម្រាយក៏អាច Subscribe បានដើម្បីទទួលបាននូវភាពបន្តទៀតតទៅចូលទៅកាន់ភាពបន្តរបស់យើងតែម្ដងទៅនៅក្នុងពេលនេះរឿងក៏បង្ហាញទៅកាន់ស៊ីអនធំចូលចិត្តទៅលើវេទមន្តពេលនេះកំពុងតែធ្វើការស្រាវជ្រាវពីវេទមន្តក៏ប៉ុន្តែពិភពដែលគាត់កំពុងតែធ្វើការស្រាវជ្រាវនោះត្រឹមតែជាពិភពធម្មតាតែប៉ុណ្ណោះបន្តពីរងចាំរហូតដល់ដាច់ថ្ងៃស៊ីអនធំក៏សាកបញ្ចេញនៅវេទមន្តក៏ប៉ុន្តែវាបញ្ចេញនោះទេបែបនេះបានធ្វើឲ្យស៊ីអនបាក់ទឹកចិត្តទៅអង្គុយព្រមទាំងនិយាយថាมันមាននោះទេវាគ្មានវេទមន្តឡើយពិភពនេះត្រឹមតែជាពិភពធម្មតាតែប៉ុណ្ណោះស្របពេលដែលស៊ីអនធំចង់ដើរចេញទៅក៏ប៉ុន្តែភ្លាមបេះដូងរបស់គាត់ក៏ត្រូវបានគាំងមូលហេតុដោយសារតែគាត់មិនដេកមិនពួននោះទេមកស្វែងយល់ពីវេទមន្តតែប៉ុណ្ណោះដោយសារតែបែបនេះពេលនេះបានធ្វើឲ្យស៊ីអនត្រូវបានស្លាប់ព្រមទាំងចូលទៅក្នុងរាងកាយរបស់ស៊ីអនតូចបន្តទៅលើថាឪពុករបស់ខ្លួនប្រាប់ថានៅក្នុងពិភពមួយនេះពុំមានវេទមន្តឡើយគាត់ក៏ព្យាយាមដើម្បីបំភ្លេចពីវេទមន្តទាំងនោះដែរក៏ប៉ុន្តែវាមិនអាចជាចុងក្រោយបន្តពីរយឃើញបាននៅ reason ថ្មីគាត់ពេលនេះក៏ចង់សាកល្បងវាដែរភ្លាមក៏ស្រាប់តែបងស្រីរបស់គាត់ចូលមកស៊ីអនហៅឲ្យបង្គោលចិត្តសិនមកបន្តពីមេរីបង្គោលចិត្តស៊ីអននិយាយថាបងខ្ញុំស្រឡាញ់បងបែបនេះបានធ្វើឲ្យមេរីអៀនមែនតើនិយាយថាស្អីគេខាងស៊ីអនបន្តពីគាត់និយាយបែបនេះបានធ្វើឲ្យបញ្ចេញនៅពន្លឺចេញពីរាងកាយរបស់គាត់ស៊ីអនពិតជាផ្អើលគិតថាអូមើលទៅវាពិតជាដំណើរការមែនក៏ប៉ុន្តែវាមិនណាស់ពេកទៅដឹងប្រើជាមួយនឹងអារម្មណ៍ដើម្បីបញ្ចេញនៅវេទមន្តក៏លេចមើលទៅខាងនោះស៊ីអនតែឯងគិតថាយើងគឺជារបស់លេងមែនទេស៊ីអនប្រាប់ថាអត់ទេគ្រាន់តែចង់សាកល្បងតែប៉ុណ្ណោះក៏ប៉ុន្តែមេរីនិយាយថាទោះបីជាចង់សាកល្បងក៏មិនគួរកុហកបែបនេះដែរស៊ីអនប្រាប់ថាអត់ទេមិនបានកុហកទេបែបនេះបានធ្វើឲ្យមេរីអៀនបន្តទៀតស៊ីអនគិតថាមើលទៅនាងពិតជាស្រួលលួងមែនតើស៊ីអនតែចង់ធ្វើស្អីទៀតទៅស៊ីអនប្រាប់ថាខ្ញុំចង់សាកល្បងម្ដងទៀតបែបនេះមេរីមិនមែនទៅដឹងកំតនិយាយអីយើងមិនតន់ត្រៀមខ្លួនរួចនោះទេស៊ីអនប្រាប់ថាអត់នោះទេខ្ញុំមិនបាននិយាយបែបនោះទៀតឡើយបែបនេះមើលទៅកាន់មេរីទៅមិនដំបូងមិនចង់ឲ្យគេនិយាយក៏ប៉ុន្តែពេលនេះសែតរួចស៊ីអនប្រាប់ទៅកាន់មេរីថាគាត់គិតថាមើលទៅវេទមន្តឬមួយក៏ជាធម្មពលវេទមន្តវាអាចបញ្ចេញមកបានទៅតាមអារម្មណ៍របស់គាត់អញ្ចឹងពេលនេះក៏ចង់សាកប្រើនៅអារម្មណ៍ទាំងអស់របស់គាត់មានដូចជាក្តីសង្ឃឹមការសប្បាយរួមជាមួយនឹងអារម្មណ៍ផ្សេងៗទៀតដើម្បីបញ្ចេញនៅវេទមន្តបន្ទាប់ពីគាត់សាកប្រើប្រាស់ពេលនេះរាងកាយរបស់គាត់វាក៏បញ្ចេញនៅពន្លឺឬមួយក៏ជាកម្លាំងនៃវេទមន្តបញ្ចេញរួចស៊ីអនពិតជាសប្បាយចិត្តក៏ប៉ុន្តែគាត់ដឹងថាវេទមន្តនេះបញ្ចេញតែពន្លឺតែប៉ុណ្ណោះវាអត់មានប្រយោជន៍អីនោះទេក៏ប៉ុន្តែគាត់បានដាក់ឈ្មោះឲ្យទៅកាន់វេទមន្តនេះថាគឺជាវេទមន្តបន្ថែមនៅកម្លាំងវេទមន្តដាក់ឈ្មោះរួចសប្បាយចិត្តដល់កោមើលទៅកាន់មុខទៅក៏ដឹងដែរស៊ីអនមើលទៅទោះបីជាមិនប្រាប់ថាឯងសប្បាយចិត្តក៏ដឹងតែឯងសប្បាយចិត្តដែរមួយខែក្រោយមកស៊ីអននៅតែព្យាយាមបញ្ចេញនៅការបន្ថែមនៅវេទមន្តរបស់គាត់បន្ថែមទៀតហើយក្នុងរយៈពេលមួយខែនេះគាត់បានរៀននៅរឿងប្រមាណយ៉ាងរឿងទី1ដែលគាត់បានដឹងគឺការបញ្ចេញនៅវេទមន្តនេះវាពិតជាពិបាកខ្លាំងណាស់វាត្រូវការនៅការផ្ដោតអារម្មណ៍ខ្លាំងហើយធ្វើឲ្យអារម្មណ៍មានស្ថិរភាពទៀតអញ្ចឹងគាត់ពិតជាពិបាករឿងទី2ក្នុងមួយថ្ងៃគាត់អាចបញ្ចេញនៅវេទមន្តនេះបានតែម្ដងគាត់បន្តពីគាត់បញ្ចេញរួចកម្លាំងរបស់គាត់ក៏អស់ដែរក៏ប៉ុន្តែរឿងទី3នៅពេលដែលគាត់បញ្ចេញនៅការបង្កើនវេទមន្តនេះកម្លាំងរបស់គាត់ក៏កើនឡើងបន្តិចបន្តួចដែរក៏ប៉ុន្តែវាមានរយៈពេលខ្លីតែប៉ុណ្ណោះដែលឡែករឿងទី4អ្នកដតីទៀតមើលមិនឃើញទៅកាន់ពន្លឺនៅជុំវិញរាងកាយរបស់គាត់ឡើយដែលឡែកអ្នកដតីដែលមកប៉ះជាមួយនឹងពន្លឺនៅជុំវិញរាងកាយរបស់គាត់នឹងមានអារម្មណ៍ថាកក់ក្ដៅហើយរឿងទី5គឺជារឿងដែលធំជាងគេគឺខ្ញុំមិនអាចបង្កើតនៅបាល់ពន្លឺបានទេដោយសារតែកម្លាំងវេទមន្តនៅក្នុងខ្លួនរបស់មនុស្សម្នាក់មានដែនកំណត់គាត់អាចបញ្ចេញបានត្រឹមតែដែនកំណត់តែប៉ុណ្ណោះបែបនេះការបញ្ចេញនៅបាល់ពន្លឺវាពិតជាពិបាកអេលបលយោទីកម្លាំងវេទមន្តរបស់ខ្ញុំតិចជាងត្រីទៅវិញមួយខែទៅហើយខ្ញុំគ្មានរីកចម្រើនបន្តិចនោះទេមើលទៅជាប់ត្រឹមនេះហើយងើបឈរនិយាយថាមិនអាចនោះទេមិនអាចចោះចាញ់ទាំងបែបនេះឡើយគាត់ក៏ទៅដល់ត្រីឆ្ងល់ថាតើត្រីអាចបញ្ចេញនៅបាល់ពន្លឺនោះបានដោយរបៀបណាទៅភ្លាមគាត់ក៏បាននឹកឃើញទៅកាន់រឿងមួយគាត់ចង់បញ្ជូននៅធម្មពលពន្លឺរាងកាយរបស់គាត់នោះបញ្ជូនទៅកាន់ដៃរបស់គាត់ចង់សាកដែរក៏ប៉ុន្តែនៅពេលដែលធ្វើទៅវាពិតជាពិបាកណាស់លុយទៅថាការគ្រប់គ្រងទៅលើអារម្មណ៍របស់គាត់វាពិតជាពិបាកអញ្ចឹងការបញ្ជូននៅវេទមន្តក៏កាន់តែពិបាកទៀតក៏ប៉ុន្តែស៊ីអនក៏សាកព្យាយាមម្ដងទៀតសារនេះគាត់បានផ្ដោតអារម្មណ៍មួយទំហឹងបែបនេះគាត់ក៏អាចបញ្ចេញនៅពន្លឺនោះបានគ្រាន់តែបញ្ចេញបានភ្លាមមើលទៅកាន់ទៅមុខទៅហេសាកមួយសិនរួចគាត់ដាក់ទៅកាន់ជញ្ជាំងមួយដៃផាច់ what the fuck ឈឺក៏ប៉ុន្តែស៊ីអននៅតែសប្បាយចិត្តដោយសារតែគាត់ពិតជាអាចបញ្ចេញនៅវេទមន្តទៅតាមដៃរបស់គាត់បានមែនរួចគាត់ក៏បានដាក់ឈ្មោះទៅកាន់វេទមន្តនោះថាគឺជាការប្រមូលផ្ដុំនៅវេទមន្តទីបំផុតខ្ញុំរីកចម្រើនមួយចំហៀនទៀតហើយមើលទៅកាន់មុខទៅដល់កស្អែកឡើងលពូហ្គាវ៉ាត់បាននាំនៅមេរីព្រមទាំងស៊ីអនទៅធ្វើការនៅហ្វឹកហាត់ដាវរីឯខាងកញ្ញារ៉ូមកតាមដែរដោយសារតែនាងចង់ហ្វឹកហាត់នៅក្បាច់គុនលពូហ្គាវ៉ាត់ឬក៏ជាប្រធានភូមិហ្គាវ៉ាត់បានប្រាប់ទៅកាន់អ្នកទាំង3ថាឲ្យពួកគេទាំង3ហ្វឹកខើបន្តិចទៅផ្ដោតអារម្មណ៍ទៅលើការហ្វឹកហាត់បើមិនចឹងនោះទេអាចនឹងមានគ្រោះថ្នាក់ដោយសារតែសំបីតដាជើក៏អាចសម្លាប់មនុស្សបានដែរពួកគាត់នៅថ្ងៃខាងមុខខ្ញុំគ្មានបំណងទៅវាយពីណាគេនោះទេអញ្ចឹងខ្ញុំសូមអត់ហាត់គុនបានដែរអត់វាមិនត្រូវនោះទេស៊ីអនទោះបីជាឯងគ្មានកម្រងទៅវាយជាមួយនឹងពីណាគេក៏ដោយក៏ប៉ុន្តែទៅខាងក្រៅសម្បូរ
ទៅដល់សត្វបិសាចខ្ញុំហ្វឹកហាត់កូនដោយសារតែខ្ញុំចង់ការពារខ្លួនឯងស៊ីអនពួកយើងខំប្រឹងប្រែងអស់ពីសមត្ថភាពទៅជាចុងក្រោយស៊ីអនហត់ចង់ដកចកាមន់លពូកាវ៉ាត់និយាយថាខ្ញុំសម័យមិនចេញនោះទេមិនដឹងថាឯងខ្លាចទៅជាអ្នកគុនដៅចឹងមិនឡើយងាកទៅមើលខាងកញ្ញារស់និយាយថារស់ឯងពិតជាមាននៅសក្តានុពលចឹងនៅថ្ងៃខាងមុខឯងប្រកាសជាខ្លាចទៅជាអ្នកគុនដៅដ៏ល្អមួយរូបអរគុណលពូសម្រាប់ការសរសើរដល់វេនរបស់មេរីនាងពិតជាធ្វើបានល្អសម្រុកចូលទៅចង់កាប់ពីខាងលើបឆោតនោះទេកាប់ទៅខាងក្រោមវិញក៏ប៉ុន្តែលពូកាវ៉ាត់កិច្ចផុតដាក់ភូប្រាប់ថាខ្ញុំជាអ្នកឈ្នះមិនអន់នោះទេមេរីក៏ប៉ុន្តែក្បាច់ដែលឯងបញ្ចេញមកមុននោះតើតែអ្នកដែលមិនមាននៅការប្រុងប្រយ័ត្នទៅបាយវាយការលើកបែបនេះមេរីក៏សប្បាយចិត្តលពូកាវ៉ាត់ប្រាប់បន្ថែមទៀតថាឲ្យមេរីព្យាយាមហ្វឹកហាត់បន្តទៀតទៅប្រហែលឆ្នាំនៅខាងមុខមេរីនឹងក្លាយទៅជាអ្នកគុនដាវដ៏ជំនាញមួយរូបបន្ទាប់ពីធ្វើការហ្វឹកហាត់រួចស៊ីអនក៏ព្យាយាមបញ្ចេញនៅវេទមន្តបន្តទៀតពេលនេះកម្លាំងវេទមន្តរបស់គាត់វាបានកើនឡើងលើកទី1គាត់អាចបញ្ចេញនៅធម្មពលបង្កើននៅវេទមន្តបានតែ2បេដងតែប៉ុណ្ណោះក៏ប៉ុន្តែពេលនេះគាត់អាចបញ្ចេញនៅស្នៀតមនុស្សបានរហូតដល់20ដងឯណោះក៏ប៉ុន្តែពេលនោះលពូកាវ៉ាត់បានចូលមកប្រាប់ឲ្យស៊ីអនរៀបចំខ្លួនទៅទីក្រុងអ៊ីស្ត្រាជាមួយនឹងគាត់អញ្ចឹងទីក្រុងអ៊ីស្ត្រាគឺជាទីក្រុងមួយនៅក្នុងប្រទេសអ៊ីស្ថិនដែលទីក្រុងអ៊ីស្ត្រាមួយនេះវានៅជិតផ្ទះរបស់លពូកាវ៉ាត់មិនឆ្ងាយប្រហែលនោះទេនៅពេលដែលពួកគេបានចូលទៅក្នុងទីក្រុងស៊ីអនក៏ចង់ដើរមើលដែរក៏ប៉ុន្តែដោយសារតែគាត់នៅតូចពេកគាត់មិនអាចធ្វើអ្វីបាននោះទេបានត្រឹមតែមើលនៅគិននឹងតែប៉ុណ្ណោះគាត់ចាំនៅពេលដែលគាត់ធំចាំគាត់មកទីក្រុងនេះដោយខ្លួនឯងឪពុកម្ដាយក៏ដើរសោភីងមើលទៅកាន់មេរីដូចជាសប្បាយចិត្តដល់ហើយស៊ីអនសួរថាមើលទៅកាន់មេរីដូចជាសប្បាយចិត្តតែមេរីអីទៅក៏ប៉ុន្តែមេរីប្រាប់ថាមានអីនោះទេភ្លាមឪពុកម្ដាយក៏បានដើរចេញមកលពូកាវ៉ាត់និយាយថាតោះយើងទៅកន្លែងបង្កើតអាវុធបន្តពេលលើមេរីពិតជាសប្បាយចិត្តពេលនេះលពូកាវ៉ាត់បានទៅជួបនៅជាងបង្កើតអាវុធម្នាក់ដែលគាត់មានឈ្មោះថា Grace អ្នកទាំងពីរគឺជាមិត្តចាស់ជាមួយនឹងគ្នាកាវ៉ាន់ឯងមកទីនេះមកយករបស់ឯងកំងមែនទេហើយវាហើយនៅលពូក្រេសនិយាយថាអូមើលទៅដើមមនុស្សសម្រាប់ម៉ារីនៅខាងក្រោយមែនទេអស់ភ្លេចណែនាំខ្លួនខ្ញុំឈ្មោះថា Grace គឺជាមិត្តភក្តិឪពុករបស់ពួកឯងទាំងពីរអ្នកទាំងពីរក៏បានណែនាំខ្លួនរួចលពូ Grace ក៏បានទៅយកនៅដាវដែរលពូ Gavin បានកំងដាវមួយនេះលពូ Grace បានធ្វើជាពិសេសសម្រាប់កញ្ញា Mary ក៏ធ្វើវាតូចព្រមទាំងស្រួលកាន់ឲ្យកញ្ញា Mary ស្រួលកាន់កញ្ញា Mary ពិតជាសប្បាយចិត្តបន្ទាប់ពីទទួលបានដាវមួយនេះរួចពួកគេក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវកញ្ញា Mary ដូចជាមិនសូវសនុកប្រហែលនោះទេដោយសារតែ Sion អត់បានរបស់អីឡើយក៏ប៉ុន្តែ Sion ប្រាប់ថាអត់អីនោះទេថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់បងមែនអត់រួចភ្លាមស៊ីអនបានឃើញនៅក្មេងម្នាក់កាន់នៅ Ferry ស៊ីអនសួរទៅកាន់ឪពុកក៏ប៉ុន្តែលពូ Gavin ប្រាប់ថាអត់នោះទេស៊ីអននៅតូចណាស់ក៏មិនទាន់ដឹងរឿងហ្នឹងអីក៏ប៉ុន្តែស៊ីអនបានគិតថាមើលទៅទីនោះគឺជាទីកន្លែងជួញដូរនៅពពួក Ferry រួចភេទនេះក៏ត្រូវបានស្លេះទៅត្រឹមនេះ